ជ្រើសរើសលក្ខណៈស្រីមេដោះគ្រានោះព្រះឧទររបស់ព្រះនាងចន្ទាទេវីហាក់ដូចជាពោពេញដោយក្របពេជ្រលុះសង្កេតដឹងថាខ្លួនមានគរទើបក្រាបទូលចំពោះព្រះស្វាមីឲ្យទ្រង់ជ្រាបព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះព្រះអង្គបានបង្គាប់ព្រះមហេសីឲ្យរក្សាគរយ៉ាងហ្មត់ចត់ព្រះអគ្គមហេសីទ្រង់ព្រះគរគ្រប់10ខែហើយបានប្រសូតរាជបុត្រមួយអង្គមានលក្ខណៈបរិបូរណ៍ដោយបុណ្យជាហេតុបណ្ដាលឲ្យស្រូវដំណាំក្នុងស្រែចម្ការមានផលផ្កាផ្លែយ៉ាងបរិបូរណ៍ក្នុងថ្ងៃជាមួយគ្នានោះភរិយារបស់អាមាត្យចំនួន500នាក់ក៏បានប្រសូតទារក500នាក់ដែរក្នុងខណៈនោះព្រះមហាក្សត្រគង់ប្រថាប់ក្នុងមហាមន្ទីរដោយមានពួកអាមាត្យអង្គុយចោមរោមជាបរិវារផងស្រាប់តែអាមាត្យម្នាក់មកក្រាបទូលព្រះអង្គថាបបិទ្ធព្រះសមត្ថទេពរាជបុត្រព្រះអង្គប្រសូតហើយក្រាបទូលគ្រាន់តែទ្រង់ព្រះសណ្ដាប់នៅពាក្យនោះភ្លាមសេចក្តីស្នេហាចំពោះបុត្របានធ្វើឲ្យសម្បុរស្បែកព្រះមហាក្សត្រព្រឺញាក់កន្ត្រាក់ចាក់ដល់ខួរក្នុងឆ្អឹងបិតិក៏កើតឡើងដល់ទ្រង់ព្រះハរតីត្រជាក់ហើយមានព្រះរាជឱង្ការសួរទៅពួកអាមាត្យថាតើអស់លោកសប្បាយឬទេពេលឮដំណឹងថាបុត្ររបស់យើងប្រសូតអាមាត្យទាំងឡាយក្រាបទូលថាព្រះសមត្ថទេពពួកទូលបង្គំត្រេកអរសប្បាយរីករាយខ្លាំងណាស់ដើមឡើយព្រះអង្គគ្មានរាជបុត្រដើម្បីស្នងរាជត្រកូលទេតែឥឡូវទ្រង់មានព្រះរាជបុត្រហើយព្រះរាជបុត្ររបស់ព្រះអង្គនឹងបានជាម្ចាស់នៃពួកទូលបង្គំយើងខ្ញុំគ្រប់គ្នាព្រះរាជាទ្រង់បញ្ជាឲ្យហៅលោកមហាសេនគុតចូលគាល់ហើយត្រាស់បង្គាប់ថាយើងត្រូវការបរិវារសម្រាប់បុត្ររបស់យើងលោកចូលទៅសង្កេតមើលថាតើក្នុងថ្ងៃនេះមានទារកប៉ុន្មាននាក់ដែលកើតនៅឯផ្ទះរបស់ពួកអាមាត្យលោកមហាសេនគុតទទួលព្រះរាជបញ្ជាហើយបានទៅសង្កេតមើលគ្រប់ផ្ទះអាមាត្យទាំងអស់លុះដឹងច្បាស់ថាមានទារក500នាក់ក៏ត្រឡប់មកទូលថ្វាយព្រះមហាក្សត្រឲ្យទ្រង់ជ្រាបវិញព្រះរាជាក៏បានប្រទានគ្រឿងប្រដាប់ផ្សេងសម្រាប់ឧបត្ថម្ភទារកទាំង500នាក់និងទ្រង់ព្រះរាជទានស្ត្រីមេដោះ500នាក់បន្ថែមទៀតចំពោះព្រះមហាក្សត្រជាបុត្រផ្ទាល់វិញទ្រង់ព្រះរាជទាននៅមេដោះ64នាក់ដែលជាស្ត្រីទឹកដោះផ្អែមមិនមែនជាស្ត្រីមានដោះសណ្ដាយឬវាបងពួកស្ត្រីដែលខ្ពស់ពេកជាដើមត្រង់នេះមានសេចក្តីថាកាលទារកអង្គុយបៅដោះលើផ្លូវស្ត្រីខ្ពស់ពេកកទារកនឹងដកវែងកាលទារកអង្គុយបៅដោះលើផ្លូវស្ត្រីទាបពេកឆ្អឹងកទារកនឹងស្រញ់ចុះកាលទារកអង្គុយបៅដោះលើផ្លូវស្ត្រីស្គមពេកផ្លូវទារកនឹងឈឺចុកចាប់កាលទារកអង្គុយបៅដោះលើផ្លូវស្ត្រីធាត់ពេកជើងទារកនឹងកន្ធែកទឹកដោះនៃស្ត្រីខ្មៅពេករមែងត្រជាក់ពេកទឹកដោះនៃស្ត្រីសពេករមែងក្តៅពេកកាលទារកអង្គុយបៅដោះលើផ្លូវស្ត្រីមានដោះសណ្ដាយច្រមុះទារកនឹងកំពិតទឹកដោះនៃស្ត្រីដែលកើតរោគក្អករមែងមានរសជាតិជូរពេកទឹកដោះនៃស្ត្រីដែលកើតរោគហឺតរមែងមានរសជាតិផ្សេងមានហឹរពេកជាដើមដូច្នេះហើយទើបព្រះរាជាទ្រង់ជៀសវាងគុណវិបត្តិទាំងអស់នោះមិនឲ្យមានឡើយព្រះអង្គទ្រង់ព្រះរាជទានតែមេដោះណាដែលមានទឹកដោះផ្អែមមិនមានដោះយាធ្លាក់រហូតគ្រប់ចំនួន64នាក់ជាមួយគ្នានេះដែរព្រះរាជាទ្រង់ប្រទានរង្វាន់ជាច្រើនចំពោះព្រះអគ្គមហេសីចន្ទាទេវីពេលនោះព្រះអង្គទ្រង់មានព្រះរាជបន្ទូលថាយើងមានハរតីរីករាយណាស់ដែលមហេសីបានបង្កើតបុត្រឲ្យយើងដោយក្តីប្រាថ្នាថ្ងៃនេះយើងនឹងប្រោសប្រទានពរពិសេសមួយដល់មហេសីតើមហេសីសម្លាញ់ប្រាថ្នាចង់បានអ្វីយើងនឹងប្រទានតាមបំណងរីឯព្រះនាងចន្ទាទេវីក្រាបទូលព្រះស្វាមីវិញថាបពិតព្រះករុណាថ្លៃពិសេសជាអម្ចាស់ជីវិតតម្កល់លើត្បូងខ្ញុំម្ចាស់ពុំទាន់ចង់បានពរអ្វីពីព្រះអង្គទេនៅពេលនេះ
សូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យខ្ញុំម្ចាស់រក្សាទុកនៅព្រះពរដ៏ប្រសើរនិងពិសេសនេះទៅពេលក្រោយចោះក្រាបទូលព្រះរាជាក៏យល់ព្រមតាមសំណពររបស់មហាសីចន្ទាទេវីមូលហេតុនៃព្រះរាជកុមារមានឈ្មោះថាទេមីលុះដល់ថ្ងៃដាក់ប្រណិមថ្វាយព្រះរាជកុមារព្រះរាជាទ្រង់ចាត់គេឲ្យអញ្ជើញព្រាហ្មណ៍ទាំងឡាយដែលចេះទាយលក្ខណៈមកជួលគាល់ហើយទ្រង់ធ្វើសក្ការៈដ៏ធំជូនចំពោះពួកព្រាហ្មណ៍ទាំងនោះរួចសាកសួរពីភាពមិនមានអន្តរាយដល់ព្រះរាជកុមារព្រាហ្មណ៍ទាំងនោះមើលឃើញនៅលក្ខណៈសម្បត្តិរបស់រាជបុត្រហើយក៏ក្រាបទូលថាបពិតព្រះរាជាព្រះរាជបុត្រនេះបរិបូរណ៍ដោយលក្ខណៈសម្បត្តិនៃបុណ្យញ៉ាំងស្រូវស្រែដំណាំចម្ការឲ្យមានផលផ្លែផ្កាឥតខ្វះកន្លះអ្វីទេចំណែកខាងសមត្ថភាពគ្រងរាជរបស់ព្រះកុមារវិញគុំថាឡើយទ្វីបមួយទោះបីមហាទ្វីបទាំង4រួមទាំងទ្វីបអមជាមួយបរិវារ 2000 នាក់ផងនោះក៏ព្រះរាជបុត្រមានសមត្ថភាពអាចគ្រប់គ្រងបានដែរពុំមានអ្នកណាម្នាក់ឬអ្វីមួយបង្កឲ្យមានអន្តរាយដល់ព្រះរាជបុត្រទេក្រាបទូលព្រះមហាក្សត្រលុះព្រះសម្ដាប់ដូច្នោះហើយទ្រង់មានសេចក្តីត្រេកអរជាពន់ពេករកព្រះនាមដាក់ឲ្យព្រះរាជកុមារដោយអាស្រ័យហេតុ3យ៉ាង 1. ក្នុងថ្ងៃព្រះរាជកុមារប្រសូតមានភ្លៀងបង្អោរស្រោចស្រពទូទៅពេញដែនកាសី 2. ហារតីរបស់ព្រះរាជានិងពួកអាមាត្យមានសភាពត្រជាក់ 3. ដែនដីសើមជោគជាំព្រោះហេតុដូច្នោះព្រះរាជាទ្រង់បានសម្រេចប្រតិដាក់ព្រះនាមឲ្យរាជបុត្រថាទេមីជារៀងរាល់ថ្ងៃទេមីកុមារត្រូវបានស្រីស្នំទាំងឡាយដូរវេនគ្នាតុបតែងស្អិតស្អាងព្រះកាយថ្វាយហើយតែងនាំទៅកាន់សំណាក់របស់ព្រះរាជបិតាក្នុងមួយខែម្ដងព្រះរាជាទ្រង់តែងតែទទួលនៅរាជបុត្រសំណប់ប្រតិមកអោប3ថើបត្រង់ព្រះសីស័កត្រកងដាក់លើព្រះអរូផ្លូវហើយទ្រង់ប្រថាប់ប្រឡែងលេងជាមួយនឹងព្រះរាជបុត្រ